ប្រិយមិត្តទស្សនិកជនដែលជាអ្នកគ្រប់គ្រងលោកបឺតសម្រាប់ជាច្រើនបានបញ្ចេញចំណាប់អារម្មណ៍ក៏ដូចជាការយល់ឃើញផ្ទាល់ខ្លួនគ្រប់គ្រងការចាប់ដៃគូគ្នាបកស្រាយបទចម្រៀងជាគូរួមគ្នារវាងលោកបឺតសម្រាប់និងប្អូនស្រីចាំងចន្ទរាវតីនៅក្នុងកម្មវិធីចម្រៀងសមស្របណាមួយនៅក្នុងនោះផងដែរប្រិយមិត្តទស្សនិកជនដែលជាអ្នកគ្រប់គ្រងលោកបឺតសម្រាប់ដែលមានគណនីឈ្មោះសេងគៀងបានបញ្ចេញចំណាប់អារម្មណ៍ថាប្អូនសម្រាប់សម្លេងល្អធ្ងន់មានទឹកដមចង់ឲ្យវតីឆ្លើយឆ្លងជាមួយគ្នាព្រោះសម្លេងពីរោះដូចគ្នាប្រិយមិត្តបន្ទាប់ក៏បានបញ្ចេញមតិថាចង់ឃើញនិងស្ដាប់អ្នកទាំងពីរច្រៀងរួមគ្នាប្រិយមិត្តបន្ទាប់ដែលមានគណនីឈ្មោះថាណៃចន្ទថុលបានបញ្ចេញមតិថាគ្រប់គ្រងប្អូនសម្រាប់និងក្មួយស្រីច្រៀងរួមគ្នាប្រិយមិត្តបន្ទាប់ក៏បានបញ្ចេញមតិថាគ្រប់គ្រងអ្នកទាំងពីរច្រៀងរួមគ្នាប្រិយមិត្តចុងក្រោយដែលមានគណនីឈ្មោះ Monopoly បានបញ្ចេញមតិថាសំណូមពរបឺតសម្រាប់ច្រៀងជាមួយនឹងក្មួយស្រីចាំងចន្ទរាវតីបាទទាំងអស់នេះគឺជាមតិរបស់ប្រិយមិត្តទស្សនិកជនដែលជាអ្នកគ្រប់គ្រងលោកបឺតសម្រាប់ដែលបានមានបំណងចង់ឃើញនិងស្ដាប់ការបកស្រាយបទចម្រៀងរួមគ្នារវាងលោកបឺតសម្រាប់និងប្អូនស្រីចាំងចន្ទរាវតីនៅក្នុងពេលវេលានិងកម្មវិធីសមស្របណាមួយនាពេលខាងមុខសូមជម្រាបជូនប្រិយមិត្តទស្សនិកជនផងដែរថាប្អូនស្រីចាំងចន្ទរាវតីទទួលបានការគ្រប់គ្រងយ៉ាងច្រើនពីសំណាក់ប្រិយមិត្តទស្សនិកជនដែលនិយមស្ដាប់នៅបទចម្រៀងមកដកដើមក៏ព្រោះតែប្អូនស្រីមានទឹកដមសម្លេងពីធម្មជាតិដែលអំណោយផលនៅក្នុងការបកស្រាយបទចម្រៀងមកដកដើមបានយ៉ាងល្អជាពិសេសគឺបទចម្រៀងរបស់រាជិនីសម្លេងមាសរស់សេរីសុទ្ធាតែម្ដងដោយសារតែមានសម្លេងពីរោះបូករួមជាមួយនឹងអត្តចរិត slot boat និងមានការខិតខំប្រឹងប្រែងកាលពីពេលកន្លងទៅប្អូនស្រីចាំងចន្ទរាវតីក៏ទទួលបានម៉ូតូមួយគ្រឿងជាការលើកទឹកចិត្តពីសំណាក់អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់គឺឯកឧត្តមខុយរីដាសម្រាប់សម្រួលនៅក្នុងការធ្វើដំណើរមកកាន់សាលារៀនក៏ដូចជាប្រើប្រាស់ដើម្បីសម្រួលជីវភាពប្រចាំថ្ងៃរបស់ប្អូនស្រីផងដែរតាមរយៈប្រិយមិត្តទស្សនិកជនដែលជាអ្នកគ្រប់គ្រងលោកបឺតសម្រាប់ដែលបានបង្ហាញបំណងចង់ឃើញនិងស្ដាប់ការបកស្រាយបទចម្រៀងរួមគ្នារវាងលោកបឺតសម្រាប់និងប្អូនស្រីចាំងចន្ទរាវតីនៅក្នុងកម្មវិធីនិងពេលវេលាសមស្របណាមួយសម្រាប់ប្រិយមិត្តទស្សនិកជនដែលជាអ្នកគ្រប់គ្រងយល់ឃើញយ៉ាងណានិងមានការគ្រប់គ្រងដែរឬទេសូមកុំភ្លេចបញ្ចេញមតិនិងចំណាប់អារម្មណ៍របស់ប្រិយមិត្តទស្សនិកជនយើងខ្ញុំនឹងរងចាំអានមតិយោបល់របស់ប្រិយមិត្តទស្សនិកជននៅខាងក្រោមវីដេអូមួយនេះសូមអរគុណប្រិយមិត្តស្រាប់តែ